ដៃគូអឺរ៉ុប9បង្កើតសម្ព័ន្ធភាពប្រឆាំងមីស៊ីលផ្លោងដើម្បីគ្រប់គ្រងគម្រោងការពារដែនអាកាសប្រេយ៉ាបារាំងបានប្រកាសនៅថ្ងៃទី13ខែកក្កដាថាអ៊ុយក្រែននិងប្រទេសដៃគូអឺរ៉ុបចំនួន9បានយល់ព្រមបង្កើតសម្ព័ន្ធមីស៊ីលប្រឆាំងបាល់លីស្ទិកដើម្បីជំរុញសមត្ថភាពការពារមីស៊ីលរបស់អឺរ៉ុបប្រធានាធិបតីបារាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាប្រទេសដាណឺម៉ាកបារាំងអាល្លឺម៉ង់អ៊ីតាលីហូឡង់ណូវែសអេស្ប៉ាញស៊ុយអែតនិងចក្រភពអង់គ្លេសកំពុងចូលរួមជាមួយទីក្រុងគៀវក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកសាងសមត្ថភាពប្រឆាំងមីស៊ីលបាល់លីស្ទិករួមគ្នាសម្រាប់អឺរ៉ុបប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់ថាសម្ព័ន្ធនេះនឹងគាំទ្រអ៊ុយក្រែនក្នុងការអភិវឌ្ឍគម្រោងការពារដែនអាកាសប្រេយ៉ារបស់ខ្លួនប្រព័ន្ធមីស៊ីលប្រេយ៉ាដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Firepoint របស់អ៊ុយក្រែនត្រូវបានរចនាឡើងដើម្បីបម្រើជាប្រព័ន្ធមីស៊ីល Patriot ដែលផលិតនៅសហរដ្ឋអាមេរិកដែលមានតម្លៃសមរម្យជាងក្នុងសមត្ថភាពរបស់វាក្នុងការស្ទាក់ចាប់មីស៊ីលបាល់លីស្ទិករបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាពលោក Zelensky បាននិយាយនៅលើ X ថាសមត្ថភាពប្រឆាំងមីស៊ីលផ្លោងដ៏រឹងមាំនិងគ្រប់គ្រាន់គឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនលោកប្រធានាធិបតីបានសង្កត់ធ្ងន់ថាប្រេយ៉ាមិនមានន័យថាជំនួសសមត្ថភាពការពារដែនអាកាសអឺរ៉ុបដែលមានស្រាប់នោះទេប៉ុន្តែគួរតែត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីបំពេញបន្ថែមការការពាររបស់យើងបង្កើតខែលដ៏រឹងមាំមួយលើទ្វីបអឺរ៉ុបទាំងមូលនិងធ្វើរឿងទាំងអស់នេះឲ្យលឿនជាងមុននិងក្នុងតម្លៃទាបជាងយោងតាមលោកប្រធានាធិបតីកិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រុមហ៊ុនការពារជាតិអឺរ៉ុបសំខាន់ៗជាច្រើនផងដែរលោក Zelensky បានសម្ដែងក្តីសង្ឃឹមថាប្រព័ន្ធប្រេយ៉ាអាចនឹងដំណើរការក្នុងរយៈពេល12ខែខាងមុខគម្រោងសំខាន់របស់ក្រុមចម្រុះនេះមានន័យថាបំពេញបន្ថែមប្រព័ន្ធមីស៊ីលផ្លោងដែលមានស្រាប់ខណៈពេលដែលប្រមូលផ្ដុំមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់យើងការស្រាវជ្រាវរបស់យើងនិងបទពិសោធន៍ប្រតិបត្តិការរបស់យើងប្រធានាធិបតីបារាំងបាននិយាយសេចក្តីថ្លែងការណ៍នេះបានសរសេរថាយើងទទួលស្គាល់បទពិសោធន៍ពិសេសរបស់អ៊ុយក្រែនដែលទទួលបានក្នុងការការពារប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីដោយបន្ថែមថាក្រុមចម្រុះនេះនៅតែបើកចំហសម្រាប់ប្រទេសដទៃទៀតដែលចែករំលែកគោលបំណងរបស់ក្រុមការប្រកាសនេះធ្វើឡើងនៅពេលដែលលោក Zelensky កំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីសដើម្បីចូលរួមកិច្ចប្រជុំក្រុមចម្រុះឆន្ទៈរួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងមេដឹកនាំដទៃទៀតកិច្ចប្រជុំកំពូលនេះត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហាខ្វះខាតការពារដែនអាកាសដ៏សំខាន់របស់អ៊ុយក្រែនក្នុងការប្រជុំមុខនឹងការវាយប្រហាររបស់មីស៊ីលផ្លោងរបស់រុស្ស៊ីកាន់តែខ្លាំងឡើងទាំងដោយការធានាប្រព័ន្ធស្ទាក់ចាប់ Patriot ដែលរចនាដោយសហរដ្ឋអាមេរិកបន្ថែមឬការអភិវឌ្ឍជំរឿសដែលមានប្រភពមកពីអឺរ៉ុប